ខ្ញុំដោយសារគេអធិប្បាយច្រើនហើយខ្ញុំអត់អធិប្បាយ Easter ទេតែខ្ញុំបន្តពីដានយ៉ែតទៅទៀតដែលយើងបានរៀនជាមួយគ្នា Pastor said, as you watch TV and watch the news, radio and stuff, you see everyone's preaching about Easter right now. So because of that, it feels like enough. We're going to continue our lesson with Daniel. Okay, we're not going to do the Easter message, even though Easter is always around us, as you can see. Okay. ដូច្នេះមុននឹងយើងបន្តទៅសូមបងប្អូនអធិដ្ឋានជាមួយខ្ញុំអូព្រះជាម្ចាស់អើយទូលបង្គំយើងខ្ញុំត្រូវការត្រង់ពេលនេះមានតែទ្រង់ហើយដែលអាចបើកបំភ្លឺឲ្យយើងខ្ញុំយល់ក្នុងផាតីព្រះអង្គយល់ព្រះបន្ទូលព្រះអង្គបានក្រៅពីព្រះវិញ្ញាណបរិសុទ្ធគ្មានអ្នកណាមួយអាចយល់ព្រះបន្ទូលព្រះអង្គបានច្បាស់លាស់ឡើយបានជាយើងខ្ញុំត្រូវការទ្រង់សូមយាងទ្រង់មកពេលនេះហើយបើកបំភ្លឺឲ្យយើងខ្ញុំទាំងអស់គ្នាទាំងចាស់ទាំងក្មេងទាំងស្រីទាំងប្រុសឲ្យបានយល់ក្នុងផាតីព្រះអង្គទូលបង្គំសូមអរគុណព្រះអង្គក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះយើងរៀនអំពីស្ដេចតោ Today's lesson is titled The Lion King. បងប្អូនបានមានព្រះគម្ពីរសូមបើកទៅព្រះគម្ពីរដានីយ៉ែលជំពូក 6 ហើយយើងនឹងទៅជាមួយគ្នាខ្ញុំគិតថាយើងមិនចប់ថ្ងៃនេះទេប៉ុន្តែអាទិត្យក្រោយយើងអាចបន្តចប់បាន We will not finish the lesson today. We'll just take half and finish the other half next week. នៅក្នុងមេរៀននេះយើងឃើញអំពីរបៀបដែលព្រះទ្រង់ធ្វើអភូតហេតុធ្វើការអស្ចារ្យគឺជាសាក្សីនៃអំណាចរបស់ព្រះអង្គដល់ស្ដេចគ្រប់គ្រងផែនដីដែលមិនជឿដល់ព្រះអង្គ Again, today we're in lesson 7. It's titled The Lion King. We are in Daniel 6. We'll be going through 1 to 28, but we will not finish this week. So in this lesson, we see how God acted miraculously as a witness of his power to a pagan king. ពេលយើងឃើញអ្នកគ្រប់គ្រងលើវប្បធម៌ពហុនិយមបានន័យថាអ្នកគ្រប់គ្រងលើប្រទេសជាតិច្រើនសាសច្រើនភាសាតើធ្វើឲ្យគាត់ដឹងបានយ៉ាងដូចម្ដេចថាព្រះមួយណាពិតប្រាកដបើពីក្រុមសាសយើងឧទាហរណ៍ដូចនៅស្រុកសហរដ្ឋអាមេរិកចឹងក្រុមសាសចូលមកតែតែមានព្រះមានខ្លួនចឹងដូច្នេះអ្នកដឹកនាំធ្វើម៉េចឲ្យស្គាល់ព្រះពិតបំផុតក្នុងចំណោមអ្នកដែលគោរពបូជាថ្វាយបង្គំនោះមិនបានដឹង So when a ruler presides over a pluralistic culture, how does he know which God is most authentic among those worshipped? មានពិធីពីរយ៉ាងពីលក្ខណៈរបស់អ្នកជឿគ្រប់រូបយើងជាអ្នកជឿដល់តាមព្រះអង្គហើយនឹងអំណាចនៃព្រះអធិទេពដ៏ពុះបំផុតនៅក្នុងពេដូពែស្រុកពេដូពឺស៊ីដានីយ៉ែលមានចរិតលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ចំពោះនឹងអំណាចរបស់ព្រះគឺមិនអាចប្រកែកបានយើងមើលឃើញដានីយ៉ែលគាត់ច្បាស់លាស់ជាមួយព្រះមិនអាចប្រកែកបាន So there are two ways. One, the character of the believers and the power of the deity. In Medo-Persia, Daniel's character was compelling and God's power was undeniable. សូមខ្ញុំប្រៀបធៀបពីស្រុកនេះវិញដែលយើងនៅក្នុងស្រុកអាមេរិកនេះយើងឃើញក្នុងប្រវត្តិសាស្ត្រក្នុងឆាកនយោបាយស្រុកអាមេរិកនេះបុគ្គលមួយចំនួនអាចត្រូវបានគេកំណត់អត្តសញ្ញាណត្រូវបានអញ្ជើញឲ្យកាន់កាប់គ្រប់គ្រងកិច្ចការងារបន្តយូរទៅទៀត So looking back over the history of American politics, some individuals can be identified who were continually invited into the corridors of power. នៅពេលដែលរដ្ឋាភិបាលឬអ្នកកាន់តំណែងមួយបដូរដល់ការតំណែងមួយការពិសានិងការដឹកនាំរបស់អ្នកនោះត្រូវបានគេទាញតម្លៃនិងស្វែងយល់រកការប្រសើរឡើងអ្នកដែលថ្មីនោះគេចង់បានកិច្ចការងារដែលគេគ្រប់គ្រងឲ្យបានប្រសើរឡើងជាងមុនមនុស្សខ្លះមានជំនាញចេះដឹងធ្វើឲ្យពួកគាត់ទាក់ទាញដល់អ្នកដែលមានអំណាចគ្រប់គ្រងបន្ទាប់នោះ
As one administration gave way to the next, their counsel and leadership was valued and sought out. Some people have the skills that make them attractive to those in power. ប្រហែលជាយើងគិតថាភារកិច្ចខ្លះมันជាសំខាន់ទេដូចជារដ្ឋាភិបាលធនាគារពាណិជ្ជកម្មអ្នកជំនួញយុទ្ធសាស្ត្រនយោបាយបេសកជនអន្តរជាតិការកសាងការឯកភាពគ្នាសំណុំរឿងការជំនាញបច្ចុប្បន្ននិងអ្វីដែលចាំបាច់ដើម្បីធ្វើឲ្យកិច្ចការនេះបន្តក្នុងឆាកនយោបាយឬមានដំណើរទៅមុខវាសំខាន់ណាស់ The task doesn't seem to matter, whereas in treasury, in commerce, political strategy, international envoy, consensus building, the skill set involved, the things needed to make the machinery of politics keep moving forward. យើងនិយាយដល់កន្លែងនេះយើងឃើញតានីយ៉ែលជាមនុស្សប្រភេទនោះឯងគឺគាត់ជាមនុស្សដែលមានប្រាជ្ញាមកពីព្រះក្នុងនាមជាជនឆ្លើយសត្វយើងដឹងហើយតានីយ៉ែលជាជនឆ្លើយសត្វដែលបានដែលនេប៊ូខនេសាបានជំនឿចេញមកពីស្រុកយូដាស្រុកអ៊ីស្រាអែលតែគាត់មិនដែលព្យាយាមខំប្រឹងប្រែងរកប្រយោជន៍ដល់ខ្លួនរបស់គាត់ឡើយគឺតានីយ៉ែលត្រូវបានអញ្ជើញឲ្យកាន់អំណាចជាបន្តពីស្ដេចមួយដល់ស្ដេចមួយស្ដេចមួយទៀតដោយសារគាត់ស្មោះត្រង់នឹងព្រះអង្គដោយសារគាត់មិនគិតប្រយោជន៍ដល់ខ្លួនស្ដេចទាំងនោះបានឃើញការល្អរបស់គាត់ស្មោះត្រង់ហើយគាត់ហើយស្ដេចទាំងនោះបានហៅតានីយ៉ែលឲ្យមកធ្វើកិច្ចការងារបន្តទៅទៀត So Daniel was that kind of person. As a conquered captive who never sought to advance his own agenda, Daniel kept being invited into places of power. ចំពោះតានីយ៉ែលយើងដឹងច្បាស់ថានោះជាពរជ័យដែលព្រះទ្រង់ប្រទានឲ្យគាត់ដោយគាត់មានភាពស្មោះត្រង់ហើយនឹងការស្ដាប់គាត់ដល់ព្រះតែគាត់ដែលបាននាំគាត់ឲ្យគាត់មានប្រាជ្ញានិងការយល់ដឹងក្នុងកិច្ចការងារព្រះទ្រង់ប្រទានឲ្យគាត់ទានពរគាត់ So in Daniel's case, it was the blessing of God on his faithfulness and obedience that resulted in Daniel's wisdom and discernment. សូម្បីតែនៅពេលរាជការឬរដ្ឋាភិបាលបាប៊ីឡូនបានឆ្លងផ្លូវទៅរាជការមួយទៀតរដ្ឋាភិបាលមួយទៀតមេតូវីពេលនេះតានីយ៉ែលគឺគាត់នៅស្ថិតស្ថេរដដែលគាត់មិនដែលផ្លាស់ប្រែគាត់ត្រូវបានអ្នកគ្រប់គ្រងស្វែងរកជាបន្តបន្ទាប់ដើម្បីឲ្យកាន់តួនាទីជាអ្នកគ្រប់គ្រងយ៉ាងសំខាន់ So even when one administration, the Babylonian, gave way to another, the Medo-Persian, Daniel was a constant. He was continually sought out by rulers to play a critical role. នៅtrongបញ្ចប់តានីយ៉ែលចំពោះ5យើងឃើញការដួលរលំរបស់ស្ដេចបាប៊ីឡូនហើយនឹងការតែងតាំងជាអ្នកគ្រប់គ្រងជនជាតិពេលគឺស្ដេចដានីយ៉ូសយើងបានរៀនជាមួយគ្នាពីចំពោះ5ពីមេរៀនទាំងអស់ហើយយើងឃើញស្ដេចថ្មីស្ដេចមេដូវីហ្នឹងឈ្មោះដានីយ៉ូសនៅក្នុងតានីយ៉ែលចំពោះ5ខ30 31 At the end of Daniel 5, we saw the fall of Babylon and the appointment to power of the Persian ruler, Darius, as in Daniel 5, 30 to 31. 2 ឆ្នាំកន្លងមកតានីយ៉ែលត្រូវបានហៅឲ្យចូលក្នុងឆាកនយោបាយដ៏សំខាន់មួយទៀតនៅក្នុងរាជាណាចក្រមេដូវីគាត់គឺជាបរិសុទ្ធដ៏កម្ររកបានម្នាក់ហូរ៉ាអេសេគៀលសហសម័យរបស់គាត់ក្នុងចំណន់របស់គាត់បានដាក់តានីយ៉ែលចូលទៅក្នុងរង្វង់ដូចគ្នានឹងលោកណូអេហើយនឹងលោកយោប Some 2 years later, Daniel is called back into the mainstream of political power in the new kingdom of Medo-Persia. He was a rare man. Ezekiel, his contemporary, placed Daniel in the same circle as Noah and Job. លោកអេសេគៀលបានសរសេរយ៉ាងនេះថានោះព្រះអង្គម្ចាស់យេហូវ៉ាទ្រង់សន្យាថាដូចជាអញរស់នៅនោះគឺណូអេដានីយ៉ែលនិងយោបបាននៅក្នុងស្រុកនោះក៏ដោយគង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនមិនរួចដែរគឺសេចក្តីសុចរិតរបស់អ្នកនោះនឹងជួយបានពលិករបស់ខ្លួនតែប៉ុណ្ណោះ Even though Noah, Daniel, and Job were in it,
As I live, says the Lord God, they would deliver neither son or daughter. They would deliver only themselves by their righteousness. That's Ezekiel 14. យើងមិនបកស្រាយទេប៉ុន្តែចំណុចរបស់ខ្ញុំចង់ឲ្យបងប្អូនលោកអ្នកដឹងថាអេសេគៀលយេហូរ៉ាធំរបស់ព្រះបានរាប់ដានីយ៉ែលសេចក្តីជំនឿរបស់ដានីយ៉ែលគឺស្មើនឹងលោកយោបហើយស្មើនឹងលោកណូអេដូច្នេះយើងដឹងថាមនុស្សនោះគឺជាអ្នកសុចរិតចំពោះព្រះហើយដានីយ៉ែលគឺជាអ្នកដូចគ្នាហ្នឹង We read that earlier. វាគឺជាចរិតលក្ខណៈខ្ពស់ពីការឲ្យមានការស្ដីបន្ទោសដល់គាត់បាននៅអ្វីដែលគាត់បានធ្វើដែលនាំឲ្យគាត់មានភាពទាក់ទាញយ៉ាងខ្លាំងដល់មនុស្សដែលមានអំណាចជាមនុស្សដែលមិនដឹងប្រកាសថាអ្នកណាដែលគាត់អាចទុកចិត្តបានដូច្នេះបាននិយាយនេះហើយដែលធ្វើឲ្យអ្នកគ្រប់គ្រងបានឃើញហើយគាត់អាចទុកចិត្តបាន You know, it was his beyond reproach character that made him so attractive to people in power, people who were not always sure who could be trusted. ដូច្នេះយើងនឹងទៅជាមួយគ្នាពិស្ដារទៅតទៅដូច្នេះយើងមើលក្នុងដានីយ៉ែលជំពូក6 Let us read together in Daniel 6, 1 through 3. យើងឃើញក្នុងផ្នែកធំទី1នេះដានីយ៉ូសបានចូលចិត្តនឹងដានីយ៉ែលហើយនៅក្នុងខ1ប្រាប់ថាខ1ដល់ខ3ឯដានីយ៉ូសទ្រង់សពថាទេនឹងតាំងចៅហ្វាយខេត្ត120នាក់ឡើងឲ្យត្រួតត្រាលើនគរជាពួកអ្នកដែលត្រូវផ្សាយចេញទៅពេញពាសក្នុងនគរទាំងមូលហើយឲ្យមានអធិបតី3នាក់ត្រួតលើចៅហ្វាយទាំងនោះដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក3អ្នកនោះប្រយោជន៍មិនឲ្យស្ដេចត្រូវខ្វះខាតអ្វីឡើយឯដានីយ៉ែលលោកក៏នៅក្នុងពួកអធិបតីទាំងនោះដែររួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតីនិងពួកចៅហ្វាយទាំងប្រមាណបាត់លោកមានវិញ្ញាណយ៉ាងស្រួចស្រាវហើយស្ដេចទ្រង់គិតតាំងលោកឲ្យត្រួតលើនគរទាំងមូល I'm reading from the NIV. Sections 1, we're reading Daniel's preferred by Darius. It pleased Darius to appoint 120 satraps to rule throughout the kingdom, with 3 administrators over them, one of whom was Daniel. The satraps were made accountable to them so that the king might not suffer loss. Now Daniel so distinguished himself among the administrators and the satrap by his exceptional quality that the king planned to set him over the whole kingdom. នៅក្រោមអំណាចដានីយ៉ូសអាណាចក្រទី2ដែលដានីយ៉ែលបានទាយទុកមុនចក្រភពមេឌូភាត្រូវបានបន្តឡើងនៅឆ្នាំ538មុនព្រះគ្រីស្ទរបបរាជានិយមផ្ដាច់ការអាណាចក្របាប៊ីឡូនត្រូវបានជំនួសដោយប្រព័ន្ធច្បាប់រដ្ឋាភិបាលពាក់ព័ន្ធនឹងច្បាប់រដ្ឋធម្មនុញ្ញច្បាប់នៃសាសមេឌីនិងពើស៊ីខ្ញុំសូមអានច្បាប់របស់ពើស៊ីនៅក្នុងខ15ខណៈនោះក្នុងខ8ខ12ខ15ប៉ុន្តែខ្ញុំយកខ15មួយទេដូចគ្នាខណៈនោះពួកអ្នកទាំងនោះក៏មូលគ្នាមកឲ្យស្ដេចទូលថាបើពិតព្រះរាជាសូមទ្រង់ជ្រាបថាតាមច្បាប់នៃសាសមេឌីនិងពើស៊ីច្បាប់ណាឬបម្រាមណាដែលស្ដេចបានតាំងទុកហើយនោះនឹងផ្លាស់ប្ដូរមិនបានឡើយនេះចង់បញ្ជាក់ថាច្បាប់របស់គេបងប្អូនទាំងនេះច្បាប់ពងយាយណាលោកនឹងអារម្មណ៍ណាយើងពងយាយស្រុកប្រទេសអារម្មណ៍ឥឡូវនេះច្បាប់ទេផ្លាស់ប្ដូរមិនបានទេតែស្ដេចចុះហត្ថលេខាហើយគឺប្ដូរមិនបាន Everybody knows we're talking about Iran, right? They're still around today. So they're such an old ancient culture, and they're in all the news all the time. We're talking about Iran right now. Persia is Iran. They changed their name in what 38? I don't know, somewhere around that 1930. They changed their name from Persia to Iran. So they're still in existence. Under Darius, the second empire Daniel had foreseen, the Medo-Persian Empire is established in 538 BC.
absolute monarchy, Babylonian Empire, was replaced by a system of governmental hierarchy involving constitutional law, the laws of the Medes and Persia. And that's in Daniel 6, 8, 12, 5. We're reading verse 15. Then these men approached the king and said to the king, Know, O king, that it is the law of the Medes and Persians that no decree or statute which the king established may be changed. ស្ដេចមែនតែមិនអាចគ្រប់គ្រងបានតាមចិត្តទៀតទេគាត់ត្រូវស្ថិតនៅក្រោមច្បាប់លេខលក្ខអក្សរទោះបីជាគាត់អាចអនុម័តច្បាប់ទាំងនោះដោយឯកតោភាគីដោយខ្លួនឯងក៏ដោយ The king can no longer rule simply by whim. He is subject to written law, even though he can pass these laws by unilateral decree. Darius ស្ដេច Darius បានរៀបចំរដ្ឋាភិបាលសារឡើងវិញចៅហ្វាយខេត្តឬអ្នកគ្រប់គ្រងចំនួន120នាក់ត្រូវបានដាក់ឲ្យទទួលខុសត្រូវលើខេត្តនិងនគរដែលបានចំណុះទ្រង់ក្រោមនាជាណាចក្ររបស់របស់ទ្រង់ Darius recognized the government. 120 princes or governors were placed in charge of the conquered provinces and kingdoms that comprised the empire. នេះដើម្បីរក្សាការទទួលខុសត្រូវលើពួកគ្រប់គ្រង120នាក់ Darius បានរើសបុរស3នាក់ជាប្រធានលើពួកគេក្នុងខ1ខ2 Daniel គឺជាម្នាក់ក្នុងចំណោម3នាក់នោះគាត់បានជាអ្នកកោតស្ងើចំពោះDariusជាខ្លាំងកម្លេះបានជាស្ដេចតាំងគាត់ជាអ្នកគ្រប់គ្រងលើអាណាចក្រចក្រភពទាំងមូល To keep the 120 princes accountable, Darius selected 3 men as presidents over them. Daniel was one of the 3. He so impressed Darius that the king determined to make him ruler over the whole realm. ដោយតែបានកើតឡើងចាប់តាំងពីគាត់បានមកដល់ក្រុងបាប៊ីឡូនច្រើនសតវត្សច្រើនឆ្នាំតាមយ៉ាត្រូវបានគេលើកគាត់ឡើងដល់កម្រិតខ្ពស់បំផុតនៃអធិពលក្នុងរដ្ឋាភិបាលថ្មីប៉ុន្តែក្នុងភាពរីកចម្រើនរបស់គាត់តាយ៉ានិងគូកនអ្នកគ្រប់គ្រងអ្នកច្បាប់ទាំងអស់ពួកគេមិនសប្បាយចិត្តសោះដោយព្រោះគេច្រណែនពីជោគជ័យរបស់តានយ៉ាតែព្រះប្រទានពរគាត់ចេះតែបានធំឡើងថ្នាក់ឡើងយស័ក្តិអ្នកទាំងអស់គ្នាទៀតច្រណែនមិនពេញចិត្តនឹងតានយ៉ាសោះ So as that happened since he arrived in Babylon decades before, Daniel was elevated to the highest levels of influence in the new government. But Daniel's peers were none too happy with his success. សូមយើងបន្តទៅទៀតនៅវគ្គទី2ខ្មាំងសត្រូវរបស់តានយ៉ាបានបៀតបៀនគេមិនត្រឹមតែមិនចូលចិត្តគេបៀតបៀនគេរងតើនយោបាយរងលេសដើម្បីបៀតបៀនរបស់គាត់នៅក្នុងខ4ដល់ខ9ខ្ញុំអានជូនដូច្នេះពួកអធិបតីនិងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដីឲ្យទាស់នឹងតានយ៉ាតែគេរកឱកាសឬកំហុសអ្វីមិនបានឡើយក៏មិនឃើញមានឆ្លោះឆ្លោយឬទោសទាស់អ្វីដែរពីព្រោះលោកជាមនុស្សស្មោះត្រង់ដូច្នេះពួកអ្នកទាំងនោះព្រឹក្សាគ្នាថាយើងនឹងរកឱកាសទាស់នឹងឈ្មោះតានយ៉ានេះមិនបានឡើយវាតែរកបានខាងក្រឹតវិន័យរបស់ព្រះវាតែប៉ុណ្ណោះពួកអធិបតីនិងពួកចៅហ្វាយទាំងនោះក៏នាំគ្នាចូលទៅកលស្ដេចទូលដូច្នេះថាបបិទ្ធព្រះរាជា Darius សូមឲ្យទ្រង់បានបន្តដោយអាយុប្រជជនចម្រើនយឺនយូរតទៅពួកអធិបតីក្នុងនគរពួកចៅហ្វាយខេត្តពួកវិឈួយពួកបាឡាត់និងពួកចៅហ្វាយស្រុកបានជំនុំគ្នាព្រមគ្នាចង់តាំងព្រះរាជអង្គការមួយច្បាប់គឺជាសេចក្តីបំរាមយ៉ាងតឹងរ៉ឹងថាបើអ្នកណានឹងសូមអ្វីពីព្រះណាឬពីមនុស្សណាក៏ដោយវាតែសូមពីព្រះរាជាក្នុងរវាង30ថ្ងៃជាមុននោះនឹងត្រូវបោះចូលទៅក្នុងរូងសិនបបិទ្ធព្រះរាជាដូច្នេះសូមទ្រង់តាំងច្បាប់ហើយចុះហត្ថលេខានៅច្បាប់នោះប្រយោជន៍មិនអោយផ្លាស់ប្រែបានឡើយ
តាមរបៀបច្បាប់នៃសាសមើឌីនិងសាសពើស៊ីដែលនឹងដូរខ្លះមិនបានឡើយដូច្នេះស្ដេចតារីយ៉ូសទ្រង់ក៏ចុះអត្ថលេខានៅសម្បត្តិជាសេចក្តីបំរាមនោះ Take a short break. Peter, do you remember me a couple of weeks ago, a couple months ago, we're on Zoom with Pastor Kane? Yeah. Probably, yeah. Probably. I do remember you talking about your camp and stuff. Yeah. Yeah, I remember that. Yeah. Okay. When Pastor Kane was trying to get a group together. We were on Zoom one night. For the youth. Bye. Conference. Okay. Bye. Great to see you, Mom. That's where I saw you from. I saw you. That's good. And I envy your camp. Did you know we had camp 2 weeks ago? You had 600 people. We had like 6. 60. So the day's a small beginning, so we were trying. We're trying to, we have it every 6 months we'll have a camp, just our group, and anybody wants to come. Praise the Lord. It's not 600 people though, I promise. But I'm just guessing it's probably more than that. Oh. We go along and everybody will have so much Family. contact Yeah. where we could keep track of how many people come in and out. So I'm guesstimating 6, probably more. That's pretty awesome. It Yeah. really is. Okay. Section 2, we are reading from Daniel 6, 4 to 9. Section 2, Daniel is persecuted by his enemy, and I'm going to read 4 through 9. At this, the administrator and the satrap tried to find grounds for charges against Daniel in his conduct of government affairs, but they were unable to do so. They could find no corruption in him, because he was trustworthy and neither corrupt nor negligent. Finally, these men said, "We will never find any basis for charges against this man, Daniel, unless it has something to do with the law of his God." So the administrator and the satrap went as a group to the king and said, "O King Darius, live forever. The royal administrator, the prefects, the satrap, advisors, and governor have all agreed that the king should issue an edict and enforce the decree that anyone who prays to any other god or man during the next 30 days, except to you, O king, shall be thrown into the lion's den. Now, O king, issue a decree and put it in writing that it cannot be altered, in accordance with the laws of the Medes and Persian, which cannot be repealed." So King Darius put a decree in writing. Thank you. បងប្អូនដូចជាព្រះយេស៊ូវទ្រង់ជាពន្លឺលោកីហើយលោកីបានព្យាយាមលុបបំបត្តិពន្លឺនោះចេញយើងឃើញនៅក្នុងគម្ពីរយ៉ូហានជំពូក 1 ដូច្នេះតានីយ៉ែលគឺជាប្រភពនៃពន្លឺខាងសិលធម៌និងក្បួនច្បាប់នៅក្នុងនគរនៃសេចក្តីងងឹតនិងពួកអ្នកជឿដល់ព្រះអភ័យបំផុតទើបគាត់ជាឧបសគ្គនិងជាអ្នកទទួលការគំរាមកំហែងពីអ្នកដែលចង់ប្រើអំណាចនិងឥទ្ធិពលរបស់ពួកគេដើម្បីប្រយោជន៍ខ្លួនតខ្លួនរបស់ពួកគេ That 30-day decree, there's something important about that. Because you make habits. My understanding is like, if you do something 21 days or more, you create a habit, right? And the habit becomes who you are. So Satan wants you to stop reading the Bible for 30 days. He wants you to stop going to church for 30 days. Stop worshiping for 30 days. And then you create this bad habit, okay? But we can also create good habits too in the same way. So that 30 days is very important. Just as Jesus was light in the dark world, and the darkness tried to abolish the light, John 1, so Daniel was a source of moral and ethical light in the dark pagan kingdom. He was an obstacle and a threat to those who want to use their power and influence for personal gain. ទោះបើស្ដេចដារីយ៉ូសតែងតាំងតានីយ៉ែលជាអ្នកគ្រប់គ្រងខ្ពស់បំផុតនៅលើផែនដីជាអ្នកទី 2 បន្ទាប់ពីគាត់បន្ទាប់ពីស្ដេចត្រូវបានចាត់តាំងនោះពួកអភិបាលនៅក្រោមអំណាចរបស់គាត់គេច្រណែននឹងគាត់ដូច្នេះហើយបានជាគេបង្កើតគម្រោងការដើម្បីបំបត្តិឬដកគាត់ចេញឲ្យនៅទៀត If Darius' appointment of Daniel as the highest ruler in the land, second only to Darius, was carried out, these jealous governors would be under his authority, so they plotted to have him removed. យើងឃើញនៅទៀតនៅក្នុងខ10ខ
ខ14ពួកអភិបាលនិងពួកអ្នកប្រាជ្ញក្នុងតំបន់មិនអាចរកឃើញកំហុសចំពោះដានយ៉ែលដើម្បីចោទគាត់ឡើយពីព្រោះគាត់មានចិត្តស្មោះត្រង់ហើយក៏មិនមានកំហុសឬការវិវេណាមួយដែលរកឃើញនៅក្នុងគាត់ដែរ But the governors and satrap could find no charge or fault with Daniel, because he was faithful, nor was there any error or fault found in him. ដានយ៉ែលមិនបានបំពេញច្បាប់របស់ស្ដេចមេដូស្ដេចភើស៊ីទេណាមួយទេដូច្នេះពួកគេប្រឆាំងនឹងគាត់បានគិតថាពួកគេនឹងត្រូវតែរកកំហុសណាមួយគេរកឃើញមានកំហុសមួយគឺកំហុសខាងក្រឹតប្រដីរបស់ស្ដេចដានយ៉ែលនៅចំពោះនៅខ5ពួកគេបានខកបង្កើតគម្រោងការមួយដោយផ្អែកលើការមិនពិតនិងរកពាក្យដើម្បីបញ្ជោលើកបង្កើតដល់ស្ដេចបងប្អូនស្ដាប់ឲ្យទាន់គំនិតលោកីខ្លាំងណាស់ Daniel violated none of the Medo-Persian laws, so his opponent reckoned they would have to find fault against him concerning the law of his God. They proceeded to devise a scheme based on falsehood and flattery. ឥឡូវយើងបំបែកមកឲ្យស្រួលយល់ក្នុងចំណុចតូចយើងឃើញក្នុងខ7ពុក6ដែលយើងអានមិញការមិនពិតការអីមិនពិតគូប្រជែងរបស់ដានយ៉ែលបានស្នើច្បាប់ថ្មីមួយដល់ស្ដេចដារីយ៉ូសអ្នកនោះអ្នកណាដែលអធិដ្ឋានដល់ព្រះណាមួយក្រៅពីសូមអនុញ្ញាតពីស្ដេចដារីយ៉ូសក្នុងរយៈពេល30ថ្ងៃមុននឹងត្រូវកាត់ទោសប្រហារជីវិតឬបោះចូលទៅក្នុងរងតោ Okay, so in point number 1, the falsehood, which is Daniel 6:7. Daniel's opponents proposed a new law to King Darius. Anyone who prays to any god besides Darius over the next 30 days will be put to death in the lion's den. សូមបងប្អូនស្ដាប់ពាក្យនេះមានការមិនពិតនៅក្នុងសំណើរបស់ពួកគេបានប្រាប់ស្ដេចដារីយ៉ូសថាយើងទាំងអស់គ្នាយើងពួកមន្ត្រីពួកចៅហ្វាយខេត្តចៅហ្វាយស្រុកទាំងអស់គ្នាយើងបានពិភាក្សាជាមួយគ្នាទាំងអស់គ្នាពីច្បាប់ថ្មីនេះប៉ុន្តែនោះមិនពិតទេមិនមែនទាំងអស់គ្នាទេហេតុអីពីព្រោះដានីយ៉ែលតែអ្នកធំជាងគេមិនបាននិយាយជាមួយដានីយ៉ែលសោះគេធ្វើការនេះតែគ្នាគេ So there was a falsehood in their proposal. They told the king that all the officials had consulted together about the new law, but not all had, because Daniel, the most prominent official of all, had been excluded. Daniel ada dengan sah. DP ក្រោយពីរកកំហុសហើយរកពាក្យបង្កាត់យើងឃើញពាក្យបញ្ជោគេចេះណាស់ប្រកែណាស់គំនិតមនុស្សសាច់ឈាមគេរកពាក្យបញ្ជោនៅក្នុងខ8ជាការពិតសំណើនោះនឹងបង្កើតឲ្យដារីយ៉ូសបានខ្លាយជាព្រះ30ថ្ងៃលើកដានយ៉ែលឲ្យធំជាងព្រះណាទាំងអស់30ថ្ងៃបងប្អូនស្ដាប់តើនេះពួកគេចង់បង្កើតស្ដេចដារីយ៉ូសដែលជាស្ដេចហើយនោះចង់បង្កើតឲ្យស្ដេចនោះលើកធំជាងព្រះណាទាំងអស់ត្រូវសុំច្បាប់30ថ្ងៃមុនដើម្បីនឹងអធិដ្ឋានដល់ព្រះនេះឯងពួកគេបានធ្វើអ្វីដែលគេអាចធ្វើបានដើម្បីឲ្យស្ដេចចុះហត្ថលេខាលើច្បាប់ដែលយោងទៅតាមច្បាប់មេដូពីដែលមិនអាចផ្លាស់ប្រែបានឡើយមានច្រើនសរសេរនៅក្នុងនេះស្ទើរពុក1ខ9ក៏យើងអត់អានទេនៅក្នុងការសម្រេចចិត្តមួយដែលគាត់នឹងមានការសោកស្ដាយដែលយោបានចុះហត្ថលេខាលើច្បាប់នោះហើយក្នុងខ9តាមថាស្ដេចតាយោបានចុះហត្ថលេខាលើច្បាប់ថ្មីនោះ So one, we said there was a falsehood with what they were saying, and two is the flattery in Daniel 6:8. In effect, the proposal would make Darius God for a month. They did what they could to get the king to sign the law, which according to Medo-Persian law could not be revoked once put in place. Esther 1:19. In a decision he would come to regret, Darius signed the law, verse 9. Therefore King Darius signed the written decree. Yeah, anh thùng đấy, từ anh ba xong hai thùng chiếmព្រះមុនណាសាយ
ហើយយើងមើលចំណុចបន្តទៅទៀតហើយយើងនឹងបញ្ចប់ត្រឹមចំណុចនេះតានយ៉ាមានចិត្តជាប់ជួនក្នុងការបម្រើព្រះទោះបីយ៉ាងណាក៏ដោយតានយ៉ាមានចិត្តជាប់ជួនក្នុងការបម្រើព្រះអង្គក្នុងខ10ដល់ខ12ខ្ញុំអានជូនចំពោះ6តានយ៉ា10ដល់12កាលតានយ៉ាបានដឹងថាសម្បត្តិនោះបានចុះហត្ថលេខាហើយនោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោករីឯបង្គាួចនៃបន្ទប់របស់លោកខាងក្រុងយេរូសាឡឹមក៏នៅចំហលោកលុតជង្គង់ចុះអធិដ្ឋានហើយអរព្រគុណដល់ព្រះរបស់លោកមួយថ្ងៃ3ដងដូចជាកាលពីមុន So we're going to finish with this section. ឯពួកអ្នកទាំងនោះគេក៏មូលគ្នាមកឃើញដានយ៉ាលកំពុងអតែអធិដ្ឋានទូលអង្វរនៅចំពោះព្រះនៃលោករួចគេចូលទៅជិតទូលនឹងស្ដេចពីដំណើរពាក្យបំរាមរបស់ទ្រង់ថាទ្រង់បានចុះអត្ថលេខានៅច្បាប់បំរាមហើយថាបើអ្នកណានឹងសូមអ្វីពីព្រះណាឬពីមនុស្សណាក៏ដោយលើកតែបានសូមព្រះរាជាក្នុងរយៈ30ថ្ងៃនោះនឹងត្រូវបោះចោលក្នុងរូងសឹកមែនឬមិនមែនស្ដេចទ្រង់មានបន្ទូលថាសេចក្តីនោះពិតមែនហើយតាមរបៀបច្បាប់នៃសាសមេឌីនិងសាសពឺស៊ីដែលនឹងផ្លាស់ប្ដូរមិនបានឡើយ So again, we're going to finish with sections 3 today, continue next week. Daniel is persistent in serving God, verse 10 to 12. I will read from NIV. Now when Daniel learned that the decree had been published, he went home to his upstairs room where the windows opened towards Jerusalem. Brother and sister, when I read this lesson, I was stuck on this verse for 3 days. For 3 days, that's all I can think about. He went home to his upstairs room where the windows opened towards Jerusalem. This is really important, okay? If you take nothing from this lesson at all, I want you to take the fact that we can form habits in 30 days or bad habits in 30 days. But also here, I want you guys to think about this. Are your windows open to Jerusalem? Okay? 3 times a day, he comes upstairs, he kneels down, and he's facing to Jerusalem. Meaning for us today, we're not facing Jerusalem, but are you continuing thinking about the coming of our Lord Jesus Christ? Amen? Because we Christians, if our hope in Jesus Christ is only for this world alone, we are most pitied. Remember that. Right. So we live in a world, our foot is here, but it's also in heaven. So this is what makes it work for Daniel, is that he is constantly thinking about Jerusalem. I know it's been said that people are like, oh, he's so heavenly minded, he's no good. That's baloney. There ain't nobody here that's so heavenly minded is no good. Right. Daniel was almost the ruler of the whole nation. Think about that. And he was so heavenly minded. All he can think about is Jerusalem. When he eats breakfast, when he has lunch, when he has dinner, his room, his windows, not open to Babylon. No. It's open to Jerusalem. And that's all he's thinking about. For you and I too. When we take our focus off what's coming, we're going to have a sour face. We're going to have a horrible, we don't have it right. We got to keep both feet in heaven and on earth. Okay? Then we can be used mightily by God. Amen? Amen. Okay, I'll finish reading. Thank you. What are we reading? Sorry, 10 to 12. Now when Daniel learned that the decree had been published, he went home to his upstairs room, where the windows were open towards Jerusalem. 3 times a day he got down on his knees and prayed, giving thanks to his God, just as he had been doing before. Then these men went as a group and found Daniel praying, asking God for help. So they went to the king and spoke to him about the royal decree. Did you not publish a decree that during the next 30 days anyone who prays to any god or man except to you, O king, would be thrown into the lion's den? The king answered, the decree stands in accordance with the laws of the Medes and Persians, which cannot be repealed. ពេលតាយ៉ាបានរៀនច្បាប់ចប់បងប្អូនដឹងហើយពីពុកមួយមកគាត់រៀនបានច្រើនស្ដាយបង្ហាត់បង្រៀនឲ្យមានអ្នកបង្ហាត់បង្រៀនគាត់ក្នុងជីវិតអធិដ្ឋានរបស់គាត់មិនដែលផ្លាស់ប្ដូរម្ដងណាសោះជីវិតរបស់តាយ៉ាគាត់មិនដែលចោលសេចក្តីអធិដ្ឋានទម្លាប់ប្រចាំថ្ងៃរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំគឺសេចក្តីអធិដ្ឋានទៅកាន់ក្រុងយេរូសាឡឹមក្នុងមួយថ្ងៃ3ដងហើយនោះជាអ្វីដែលគាត់បានធ្វើនៅថ្ងៃដែលគាត់បានរៀនច្បាប់ថ្មីដែលគាត់បានដឹងថានៃស្ដេចចុះអត្ថលេខាហើយប៉ុន្តែគាត់មិនចោលសេចក្តីអធិដ្ឋានទេ When Daniel learned of the law,
personal prayer life did not change at all. His daily habit for years had been to pray to God toward Jerusalem 3 times a day, and that's exactly what he did on the day he learned of the new law. គាត់មិនបានព្យាយាមលាក់បាំងសកម្មភាពរបស់គាត់មិនឲ្យគេដឹងនោះទេគាត់មិនបានលួចលាក់ទេបង្ហាញឲ្យគេឃើញពីការពិតដែលខ្មាស់សត្រូវចូលទៅក្នុងលំនៅឋានរបស់គាត់ហើយគេបានយកទីបន្ទាល់ដែលគាត់អធិដ្ឋាននោះធ្វើជាសាក្សីដល់ស្ដេច He didn't try to conceal his actions, evidenced by the fact his enemies snuck into the residence and witnessed him praying. បងប្អូនលោកអ្នកយើងកំពុងនិយាយពីដានីយ៉ែលដែលគាត់មានចិត្តទៀងទាត់ស៊ីសម្បត្តិគ្នាក្នុងជីវិតរបស់គាត់ពីសេចក្តីអធិដ្ឋានអ្នកណាបង្ខូចគេឈ្មោះរបស់គាត់មិនអាចរកឃើញកំហុសក្នុងចាចោទប្រកាន់របស់គាត់ទេហើយគាត់បានរក្សាសេចក្តីនេះជាប់ជានិច្ចក្នុងជីវិតរបស់គាត់ Daniel was consistent in his professional life and in his personal life. His detractors could find no fault by which to accuse him, and he was consistent in his prayer life. ការអធិដ្ឋានរបស់ដានីយ៉ែលត្រូវបានរៀបរាប់កត់ត្រាទុកក្នុងដានីយ៉ែលចំពោះ2ដានីយ៉ែលចំពោះ6និងដានីយ៉ែលចំពោះ9ហើយទៅដល់ចំពោះ10ចំពោះ11យើងនឹងឃើញទៀតបន្ថែមពីការអធិដ្ឋានសង្គ្រោះបន្ទាន់នៅក្នុងចំពោះ2ខ17ខ18កាលដែលគេស្ដេចបញ្ជាឲ្យសម្លាប់អ្នកប្រាជ្ញនោះអានោះជាពេលបន្ទាន់គាត់អធិដ្ឋានដានីយ៉ែលបានអធិដ្ឋាន3ដងក្នុងមួយថ្ងៃទៅកាន់ទីក្រុងយេរូសាឡិមបានយើងអានជាមួយនេះមកឲ្យឃើញខ10 Daniel's prayer are recorded in Daniel 2, 6, and 9. In addition to emergency prayer, Daniel prayed 3 times each day towards Jerusalem. ប្រសិនបើអ្នកណាម្នាក់អាចយកលេសថាអូខ្ញុំគ្មានពេលអធិដ្ឋានទេរវល់ណាស់ធ្វើការច្រើនណាស់រវល់ណាស់ចូលពិចារណាពីលោកដានីយ៉ែលចុះចូលគិតស្រមៃបំបីមើលតែគេទៀមទាគម្រាមកំហែងគាត់ដល់សាហាវនៅពេលវេលារបស់គាត់តែគាត់ជាអភិបាលនៃចក្រភពមេឡូពីតែគាត់មិនបោះបង់ចោលសេចក្តីអធិដ្ឋានឡើយ There no one in this room has the excuse to say, I don't have time to pray. Just look at Daniel, okay? Anyway, see what. If anyone has an offer an excuse, I don't have time to pray, it would be Daniel. Imagine a man on his time as a governor of the mighty Medo-Persian Empire. Yes, ma'am. Thank you. That's it. Thank you so much. We'll នៅមាន continue. បន្តទៀតអតិថិក្រោយបងប្អូនមិនចាំដាច់រឿងសូមជើញមកយើងនឹងបញ្ចប់ពុក6នេះ Good job. Praise God. Singers, come on up.